ជំរាបសួរបាទថ្ងៃនេះដែរអូនលំផាត់ដូចជាស្វាហាប់ជាងរដងជាមួយប៉ាថ្មីហើយប៉ាថ្មីអូនលំផាត់នេះកំពុងតែបរៀនអូនលំផាត់ឲ្យចេះចាប់ដៃឲ្យចេះអីចឹងទៅហើយមើលទៅនោះមើលគូតគេនោះគេបក់កតុយបក់វិចហើយប៉ាគេនោះពងគោះដើមឈើមិនដឹងគោះធ្វើអីទេអូគោះឲ្យប្រម៉ោយហ្នឹងយើងនិយាយថាដៃចោះគឺយើងយកដៃទៅចាប់គ្នានោះមួយគ្នានោះគោះគ្នាបរៀនគ្នានោះហើយអូនលំផាត់មកទៅលពឹសដល់ហើយកតុយក៏បក់លកជាក៏បក់ប្រម៉ោយនោះក៏រត់ចុះរត់ឡើងអីអញ្ចឹងទៅឥឡូវនេះដល់វគ្គអូនលំផាត់អូគេស្ងាប់គេអូនមើលមាត់គេស្ងាប់គេស្ងាប់ដល់កហើយដឹងបានស្អីទេប្រម៉ោយក៏ប៉ិនកូនដៃនឹងបក់ចុះបក់ឡើងបោះចុះបោះឡើងហើយពងយកស្អីដាក់មាត់ទៅដាក់ដីចូលមាត់ចុះអូមើលគេកលាស់ចូលកលាស់ឡើងនោះអូដល់កអូនលំផាត់នេះមើលទៅខ្នាញ់ដល់ហើយមើលជើងគេនោះជើងលើកហ្នឹងជើងអេសជើងចិត្តដាច់ហ្នឹងជើងតបៅណាគេពុំអេសណាឥឡូវគេដើរទៅទៀតដើរហ្នឹងក៏មិនដើរធម្មតាទេក៏ទុយគេបក់វិចប្រម៉ោយគេនឹងលើកចុះលើកឡើងហើយជើងឈឺហ្នឹងឥឡូវហ្នឹងវារៀងជាហើយគេពុំដើរប៉ាគេមកហើយប្រម៉ោយហ្នឹងមិនដឹងមានស្អីពុំជាប់ស្អីនៅយកដាក់ចូលក្នុងមាត់តិចឈឺរៀកដូចថ្ងៃមុនទៀតចុះឥឡូវនេះគេពុំបង្ហាញរៀងគេណាអូនលំផាត់មានអាយុ7ខែហើយឥឡូវហ្នឹងបច្ចុប្បន្នហ្នឹងណាអញ្ចឹងអូនលំផាត់មានទម្ងន់ធ្ងន់ហើយជាង100គីឡូជិត200គីឡូហើយបើលពឹសវិញនិយាយពីលពឹសវិញលពឹសដល់ហើយដើររុកឆ្កឹះឆ្កៀលមើលតែប្រម៉ោយនោះសំខាន់ស្អីទេនៅក្នុងមាត់នោះណមើលប្រម៉ោយគេដាក់ទៅជើងរត់ទៅឆ្កឹះស្បែកជើងនឹងដឹងឆ្កឹះស្បែកជើងធ្វើអីស្បែកជើងនឹងមានអីមែនឆ្កឹះឡើងដាក់ចូលមាត់ទៀតឡើយថប់តារៀកទេមើលរៀងគេនោះលោកកូនស្រីហើយកូនស្រីអូគេដើរបង្ហាញរៀងទៀតហើយដើរចុះដើរឡើងទៀតហើយនោះកេះអីទៅណាទៀតនោះដើរទៅទៀតដើរបង្ហាញរៀងហើយពូនៅក្បែរហ្នឹងវិញគាត់ថាអូមើលទូរស័ព្ទដូចធំដល់ហើយមិនក៏នៅក្រៅទូចម៉េះទូចណាពូ170 180គីឡូមិនធម្មតាណាពូណាឥឡូវហ្នឹងគេពុំដំណើរទៅតាមប៉ាគេទៀតហើយចាំមើលប៉ាគេដើរទៅណាដើររេរហើយអាជើងគេណាប្រម៉ោយគេហ្នឹងអេសតែជើងតបៅហ្នឹងគេហ្នឹងអាជើងឈឺហ្នឹងអេសចុះអេសឡើងអេសចុះអេសឡើងមកប្រម៉ោយគេនោះបក់ហើយនឹងឆ្កឹះទៅស្បែកជើងនេះស្បែកជើងប៉ាហ្នឹងថប់ជន់អីស្អុយដឹងបានគេយកតែប្រម៉ោយគេយកទៅឆ្កឹះឆ្កៀលហ្នឹងថប់ប៉ាជន់អីស្អុយដាក់ចូលមកហាត់ដាក់ចូលមាត់ដាក់ចូលហាត់ហើយដាក់ចូលមាត់ទៀតណោះឃើញអត់ដើរតែទៀតហើយមហាគោពឹសណាមើលសក់គេដោះរយសក់គេដោះរយណាបងប្អូនតនេះទៅមើលអូនលំផាត់ផងដើរប្រាស្ងាប់ប្រាគេស្ងាប់គេហ្នឹងគេស្ងាប់គេហើយទៅមួយគេអញ្ចឹងប្រម៉ោយគេហ្នឹងគេបក់វិចមើលបក់ចុះបោះឡើងយកដាក់ចូលមាត់ទៀតស្អុយដាក់ចូលមាត់ហើយហាត់ក្លិនស្អុយហើយពូនៅចិត្តហ្នឹងគឺចង់ឲ្យក្មួយគាត់ទៅថតក្បែរអូនលំផាត់អញ្ចឹងណាតែប៉ាថ្មីហ្នឹងគាត់ថាមិនឲ្យថតបានទេព្រោះអីខ្លាចឆ្លងជំងឺទៅអូនលំផាត់ព្រោះអូនលំផាត់គាត់នៅក្មេងគាត់នៅទូចណាតែ7ខែជាងអញ្ចឹងណាអញ្ចឹងអត់អាចចូលទឹកគៀកឬមកក៏ដៃយើងអីប្រឡាក់ដីប្រឡាក់អីចឹងទៅប៉ះអូនលំផាត់ទៅខ្លាចអូនលំផាត់ឈឺអញ្ចឹងហើយគាត់ឲ្យថតទេយើងអាចមើលពីចម្ងាយបានតែប៉ុណ្្នឹងឯងហើយគាត់បានប្រាប់ថាប្រហែលជា 3-4 ខែទៀតពេលដែលជើងអូនលំផាត់ជាហ្នឹងគាត់អាចចេញក្រៅយើងអាចប៉ះយើងអាចថតជាមួយបានហើយមិនអីទេបាទអញ្ចឹងសូមអរគុណ